Bà, lấy dương mà riêng nằm lại Windows 10 នៅលើម៉ាស៊ីនកុំព្យូទ័របាទដំបូងយើងត្រូវមាន flash មួយនេះដែល flash មួយនេះយើងធ្វើ file boot ឲ្យវាគឺ boot Windows 10នៅក្នុងនេះហើយអញ្ចឹងបន្ទាប់ពីរៀបចំការធ្វើ boot លើ flash រួចហើយយើងយក flash ហ្នឹងយកមកដោតនៅក្នុង run USB បាទបន្តមកទៀតយើងបើកម៉ាស៊ីនហើយធ្វើការរៀបចំ boot អញ្ចឹងដូចតឡើង Windows 11ដែរនេះខ្ញុំធ្វើការ restart ដោយសារម៉ាស៊ីននេះវាមាន Windows ស្រាប់ហើយឥឡូវខ្ញុំធ្វើការ restart បាទបន្ទាប់ពី restart ម៉ាស៊ីនហើយយើងចុច F2 ដើម្បីចូលទៅកាន់ BIOS setting F2 បាទចូលមកកាន់កន្លែង BIOS setting នេះយើងមើលនៅចំណុចនេះចឹងជាធម្មតាវាតែងតែ boot ចេញពី hard disk ណានេះក្នុងនេះគឺ hard disk ប្រភេទ M2 ចឹងខ្ញុំយក flash drive របស់ខ្ញុំរុញទៅខាងលើវិញដើម្បីឲ្យវានៅលើ hard disk វិញអញ្ចឹងជាធម្មតាវា boot ពីលើចក្រោមណាបន្ទាប់ពីប៉ុណ្្នឹងហើយយើងអាចចុចខាងក្រោមនេះ save and exit ណាបាទកន្លែងនេះវា load message មួយយើងចុច OK បាទបន្ទាប់ពី OK វានឹងធ្វើការ boot ចេញពី flash ហើយណាអូខេអញ្ចឹងយើងមកហើយវា boot ចេញពី flash សម្រាប់ Windows 10យើងចុច next ចុច install បាទកន្លែងនេះគឺយកពាក្យថា I accept រួច click next បាទចំពោះកន្លែងនេះយើងយកពាក្យថា advanced បាទជាក់ស្ដែងដូចពេលនេះហាក់ដូចយើងមានចំនួន1ដដែលក៏ប៉ុន្តែយើងនឹងធ្វើតែទៅលើ drive C ទេដែលឡែក drive D ដែលមានទំហំ 97GB នេះខ្ញុំទុកដដែលដោយសារឯកសាររបស់ user គឺទុកនៅក្នុងហ្នឹងអញ្ចឹងដើម្បីការពារកុំឲ្យបាត់បង់ឯកសារចាស់ 4K ខ្ញុំអត់ធ្វើការប៉ះពាល់ទៅលើ drive D ដែលមានទំហំ 97GB នេះទេខ្ញុំធ្វើតែទៅលើ drive C ដែលមានទំហំ 140GB នេះបាទអញ្ចឹងយើងអាច format ទេមក format អូខេរួចយើងចុចដល់វាម្ដងទៀតបាទរួចយើង click next អញ្ចឹងយើងធ្វើការដំឡើង Windows 10នៅលើ drive C ដែលមានទំហំ 40GB ហ្នឹងហើយណាបាទ next មកវានឹងធ្វើការដំឡើងហើយអញ្ចឹងរងចាំវាដល់គ្រប់ 100% មានធ្វើការ restart ណាអញ្ចឹងយើងធ្វើការរងចាំវា copy ឲ្យគ្រប់ 100% វានឹងធ្វើការ restart ណាបាទវានឹងធ្វើការ restart ចំណាំកន្លែង restart នេះយើងត្រូវដក USB យើងចេញណាយើងត្រូវដក USB យើងចេញបាទកុំព្យូទ័រនឹងធ្វើការ restart ហើយណា restart បាទនេះវាមកបដាហើយអញ្ចឹងយើងធ្វើការរងចាំវារៀបចំឲ្យបានរួចរាល់ហើយយើងគ្រាន់តែចុច next ទៅយើងនឹងបានដំឡើង Windows 10នៅលើម៉ាស៊ីនរបស់យើងហើយណាអញ្ចឹងយើងរងចាំវាបន្តិចបាទអញ្ចឹងត្រង់ចំណុចនេះ start with region នេះយើង United States default ទេយើង yes មកបាទកន្លែងនេះពាក់ព័ន្ធមួយ keyboard យើង yes ដែរមកដូចគ្នាកន្លែងនេះពាក់ព័ន្ធជាមួយនឹង keyboard layout បាទយើង skip បាទរួចរងចាំវានឹងធ្វើការរៀបចំរបស់យើងបាទមកដល់កន្លែងនេះយើងយកពាក្យថា set up for personal use ហើយយើងចុច next បាទចំពោះកន្លែងនេះវិញដោយសារតែយើងអត់ចង់ប្រើជាមួយនឹង online account អញ្ចឹងយើងអាចយក offline បាទកន្លែងនេះបើយើងអត់ចង់ពាក់ព័ន្ធនឹង account របស់ Microsoft ទេយើងយកពាក្យថា limit experience ហើយយើងដាក់ឈ្មោះមកណាដាក់ឈ្មោះមកឈ្មោះ user កន្លែងនេះគឺឈ្មោះ user យើងណាខ្ញុំដាក់ឈ្មោះថា Cambo អញ្ចឹងទៅបាទនេះឈ្មោះ user យើងដាក់អីក៏បានដែរកន្លែងហ្នឹងណាចាយើងចុច next ពាក់ព័ន្ធនឹង password បើយើងមិនចង់ដាក់ទេក៏អត់ទៅតែបើយើងដាក់ក៏ដាក់ទៅចឹងពេលនេះខ្ញុំដាក់ password បាទ password ខ្ញុំនេះ1 2 3 next នេះគឺ mic call ទេវាទាមទារឲ្យសួរ question បាទ
អានឹងលក្ខខណ្ឌបើសិនជាយើងភ្លេច password ណាបើយើងភ្លេច password តែបើយើងគិតថាมันភ្លេចទេដូចបើជាมันភ្លេចទេដោយសារពាក់ព័ន្ធមួយ password ហ្នឹងគឺងាយស្រួលទេបាទអញ្ចឹងវាទៅបន្តទៅមុខទៀតហើយរងចាំវាសិនបាទពាក់ព័ន្ធមួយ always have access to your recent browsing data នេះយើងយក not now ក៏បាន accept ក៏បានណាយក not now ក៏បានណាកន្លែងនេះយកពាក្យថា accept បាទកន្លែងនេះយើង skip ទៅពាក់ព័ន្ធមួយនឹង customize experience ទាំងអស់នេះអត់ត្រូវការទេ skip វាទៅនេះដូចគ្នា not now បាទអញ្ចឹងវាដល់ដំណាក់កាលចង់បញ្ចប់ហើយឆាប់ៗនេះណាបាទអញ្ចឹងឃើញថាវារៀបចំរួចរាល់ហើយយើងហើយកន្លែងនេះពាក់ព័ន្ធមួយ browsing ទេបើយើងbrowser បើយើងខ្វល់នឹង browser ទៅជាក់ស្ដែងដូចគេមិនសូវជាប្រើទេអាកម្មវិធីដែលមកស្រាប់នេះយើងទៅប្រើច្រើនទៅប្រើ Chrome អញ្ចឹងបន្តមកទៀតបន្ទាប់ពីដំឡើងរួចរាល់ហើយយើងអាចប្រើបានហើយជាក់ស្ដែងដូច Windows មួយនេះគឺភ្ជាប់មក Windows ភ្ជាប់មកស្រាប់នៅ Family Office បាទមាន Word Excel អីចឹងណាយើងអាចប្រើបាននេះអត់ចាំបាច់ដំឡើងគឺវាមកស្រាប់តែម្ដងមួយទៀតនៅពេលដែលយើងដំឡើងថ្មីកុំព្យូទ័រតែងតែបាត់នៅ driver មួយចំនួនសម្រាប់ hardware ណាអញ្ចឹងយើងអាចចូលទៅកាន់ manage នេះបាទយើងទៅ save ពាក្យថា computer management ឬក៏ device management នេះបាទយកពាក្យ device management នេះបាទបន្តមកទៀតយើងឃើញថា device មួយចំនួនរបស់យើងនេះវាអត់ទាន់ស្គាល់ driver ទេអញ្ចឹងយើងអាចធ្វើការ update ណា update Windows មកបាទដោយចុច start យើងទៅ save ពាក្យថា update ណាមកនេះ check for update យកពាក្យ check for update មកបាទរួចយើងចំណាំដើម្បី update កាត់លុះត្រាតែ computer របស់យើងនឹងភ្ជាប់ទៅកាន់ internet ជាក់ស្ដែងដូចម៉ាស៊ីននេះគឺខ្ញុំភ្ជាប់ខ្សែទៅកាន់ internet ហើយបាទគឺមាន internet អញ្ចឹងយើងយកពាក្យថា check for update ពេលនោះ computer នឹងធ្វើការ check រក file update ក៏ដូចជាដំឡើងនៅ driver ឲ្យ hardware យើងដែលឲ្យប្រើកើតណាអញ្ចឹងយើងរងចាំឬក៏បន្តមកទៀតយើងគ្រាន់តែ click install update រងចាំវា update រួចរាល់ហើយ restart ទៅនេះវាធ្វើការ download មកណាបាទរួច restart ម៉ាស៊ីនតាមដែលវាប្រាប់ហ្នឹងទៅជាការស្រេចនេះ view optional ចុចទៅវាមួយមកបាទនេះតាក់ពងមួយ driver ណាតាក់ពងមួយ driver អញ្ចឹងមាន driver ច្រើនណាអញ្ចឹងយើងតម្លើងឲ្យអស់មក download install ដែរអញ្ចឹងយើងរងចាំដល់ការ update រួចរាល់ហើយធ្វើការ restart ម៉ាស៊ីនជាការស្រេចណាមានតែប៉ុណ្្នឹងទេអរគុណច្រើនមានចម្ងល់អាច comment សួរបាន